đây ôn ở này taยังធ្វើប្រហែលនាទីណាបាទអញ្ចឹងក្នុងលំហាត់ពភាគរបស់យើងនេះយើងឃើញថាភាគបែងរបស់យើងគឺស្មើគ្នាអញ្ចឹងយើងរក្សាទុកដែលមកបាទភាគបែងស្មើគ្នាហើយយើងស្រួលទេអញ្ចឹងយើងយកតម្លៃលេខ9ហើយសញ្ញាយើងទុកសញ្ញាដកដែលបាទ6យើងបូកដកធម្មតា9ដក6គឺស្មើនឹង3បាទហើយភាគបែងរបស់វាគឺ10ទុកដែរបាទចំណែកឯលំហាត់ទី2យើងឃើញថា7ភាគ3លើ9 12អញ្ចឹងយើងឃើញថាភាគបែងអត់ស្មើគ្នាបើភាគបែងអត់ស្មើគ្នាគឺយើងត្រូវគុណតម្រូវភាគបែងវាអញ្ចឹងខាងនេះយើងគុណនឹង4បាទអញ្ចឹងកាលណាភាគបែងគុណ4ភាគយកក៏យើងគុណនឹង4ដូចគ្នាបាទអញ្ចឹងយើងឃើញថាវាបាន12ដូចគ្នាណាអញ្ចឹងយើងទៅសេបាន7គុណនឹង4លើ3គុណនឹង4បាទ3គុណ4គឺបាន12ហើយហើយសញ្ញាដកនេះយើងរក្សាទុកដែលបាទដកឲ្យ9លើ12បាទអញ្ចឹង7គុណ4យើងបានប៉ុន្មាន28បាទអញ្ចឹង28លើ12 28លើ12ណាបើដោយសារភាគបែងវាដូចគ្នាហើយអញ្ចឹងខ្ញុំដាក់ភ្ជាប់តែម្ដងទៅកុំឲ្យវែងពេកបាទរក្សាសញ្ញាដកបាទ9 23ដក9គឺស្មើនឹងបាទស្មើនឹង19បាទអញ្ចឹង19លើ12អញ្ចឹងយើងឃើញលេខនេះយើងអាចសម្រួលតម្លៃលេខទៅទៀតបានទេបាទ14លើ12បាទលំហាត់ទី3សូមបងប្អូនសាកគណនាហើយដាក់ចម្លើយនៅក្នុងខមមិនខាងក្រោមផងបាទ